សូមស្វាគមន៍មកកាន់ថ្ងៃអង្គារយើងនឹងរៀនពាក្យភាសាអង់គ្លេសសម្រាប់ជំនួញថ្ងៃនេះយើងនឹងរៀនពាក្យដ៏មានសារៈប្រយោជន៍មួយនៅក្នុងកន្លែងការងារ Welcome to Tuesday Business English Vocabulary. Today we are learning a very useful word in the workplace. ពាក្យសម្រាប់ថ្ងៃនេះគឺភាសាខណៈពាក្យជាកិរិយាសព្ទវាមានន័យថាភាសាអ្វីមួយឈានទៅរកទៅដល់ការឯកភាពគ្នា Today word is negotiate. Part of speech verb it mean to discuss something to reach an agreement. សូមអ្នកទាំងអស់គ្នាអានតាមខ្ញុំ negotiate សូមអានម្ដងទៀត negotiate ប្រសើរណាស់ Please repeat after me. Negotiate. One more time. Negotiate. ខ្ញុំមានឧទាហរណ៍ពីរជូនដល់អ្នកទាំងអស់គ្នាសម្រាប់ការប្រើប្រាស់ពាក្យមួយហ្នឹង I have two examples for everyone to use that word. ឧទាហរណ៍ទី1ខ្ញុំបានពិភាក្សាគ្នាជាមួយនឹងបរិវត្តរបស់ខ្ញុំមុននឹងខ្ញុំទទួលយកការងារមួយហ្នឹង The first example I had to negotiate my salary before accepting the job ឧទាហរណ៍ទី2ពួកគេគឺកំពុងតែចរចាគ្នាតាក់ទងនឹងតម្លៃផ្ទះហ្នឹង Second example they are negotiating the price of the house តើអ្នកអាចបង្កើតប្រយោគដោយប្រើពាក្យ negotiate នៅក្នុង comment ខាងក្រោមបានទេ Can you use negotiate in a sentence? Leave it in the comment below. ប្រសិនបើអ្នកបានរៀនអ្វីថ្មីនៅក្នុងថ្ងៃនេះសូមឲ្យមេដៃឬក៏ subscribe ហើយសូមកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នា If you learned something new today hit that thumb up subscribe and don't forget to share this video ជួបគ្នានៅវីដេអូបន្តទៀត See you in the next video